Okay សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយចឹងនៅក្នុងវីដេអូនេះយើងសិក្សាអំពី crop tool ដែលនៅក្នុងនោះមានដូចជា crop មាននៅ perspective មាននៅ slide មាននៅ slide selection នេះគឺជា slide tool អ្នកគ្នាខ្ញុំភ្លេចដាក់ tool អូខេចឹងគឺអ្នកទាំងគ្នាអាចមើលបានចឹងដើម្បីសិក្សាអំពី crop tool គឺអ្នកគ្នាអាចមើលជា sample ចឹងនេះជារូបភាពដើមនៅពេលដែលយើង crop វាផងគឺយើងទទួលបានទម្រង់បែបនេះអូខេចឹងខ្ញុំយកត្រួសចឹងយើងចូលទៅកាន់ឧបករណ៍របស់យើងទាំងអស់គ្នាចឹងដំបូងគឺអ្នកទាំងគ្នាត្រូវស្វែងយល់អំពី crop ចឹងយើងមានរូបភាពមួយមកមិនថារូបភាពអីគេទេឧទាហរណ៍យើងមានរូបភាព machine នេះទៅ machine ហ្នឹងទៅអូខេចឹងនៅពេលដែលយើងប្រើ crop នេះ crop គឺអ្នកទាំងគ្នាអាចរើសនៅទម្រង់ ratio យើងបានឧទាហរណ៍ខ្ញុំចង់បានទម្រង់ 4:5 ចឹងអ្នកគ្នាដាក់មក 4:5 ចឹងនេះគឺជាទម្រង់ 4:5 ហើយអ្នកគ្នាអាច crop យកទៅតាមអ្វីដែលអ្នកគ្នាចង់បានហើយចុច crease មកគឺវានឹង crop បានហើយអ្នកគ្នាចូលដល់មួយទៀតគឺប្រសិនបើអ្នកគ្នាប៉ុណ្ណឹងអ្នកគ្នាអត់ចង់បានទេអ្នកគ្នាចង់បានទម្រង់មួយជាលក្ខណៈការ៉េចឹងអ្នកគ្នាដាក់វាមកគឺយើងយកទម្រង់មួយជាការ៉េបែបហ្នឹងមកអូខេហ្នឹងគឺតកតងទៅនឹង crop tool វាមិនសូវជាសំញាំអីទេហើយយើងចូលដល់មួយទៀតគឺតកតងទៅនឹង perspective tool អូខេចឹងយើងចូលទៅកាន់មួយទៀតគឺតកតង perspective ចឹង perspective ខ្ញុំមាននៅ sample រូបភាពមួយដើម្បីយកមកចែកម្លែកទៅកាន់អ្នកនរគ្នាចឹង perspective ខ្ញុំពិបាករករូបភាពចឹងខ្ញុំនឹងធ្វើទម្រង់បែបនេះឲ្យអ្នកនរគ្នាមើលចឹងរូបភាពរបស់យើងវាជាលក្ខណៈពវល់បែបនេះអ្នកនរគ្នាចឹងរូបភាពវាបែបហ្នឹងក៏ប៉ុន្តែវាអត់ត្រង់ឧទាហរណ៍វាទម្រង់ចេះចានេះគឺវាជាប់ជាមួយនឹង background ចេះ command E ចឹងគឺវាជាប់បែបនេះអ្នកនរគ្នាចឹងយើងចង់ឲ្យពវល់រូបភាពនេះឲ្យវាត្រង់ចឹងយើងប្រើ perspective ហ្នឹងឯងយើងប្រើ perspective អ្នកគ្នាចុចមកយើងចាប់ទៅតាមជ្រុងវាមួយមកហើយអ្នកទាំងគ្នាយកវាទៅតាមជ្រុងមួយទៅឲ្យវាគ្រប់ជ្រុងអញ្ចឹងមកអ្នកគ្នាចុចគ្រីសមកវានឹងពវល់មកជាត្រង់ដែលទម្រង់ដែលធម្មតាដែលគេតែងប្រើអាហ្នឹងគឺទៅនឹង perspective ជាមួយទៀតតទៅនឹង slide tool slide គឺខ្ញុំសុំយករូបភាពនេះមក sample slide គឺអ្នកគ្នាអាចចុច slide មួយបែបនេះអ្នកគ្នា slide ទៅអ្នកគ្នាចង់បានត្រង់ណាឥឡូវខ្ញុំចង់បាន3ប៉ុណ្ណឹងអ្នកគ្នាចុច file អ្នកគ្នាយកពាក្យថា export save forward ចឹងអ្នកនរគ្នាអាចធ្វើការ save វាបានអ្នកគ្នាអាចរើសពី preset មួយណាក៏បានដែរ JPEG ក៏បាន PNG ក៏បានដែរអ្នកគ្នាចុច save មកហើយអ្នកគ្នារើសទីតាំងទៅឥឡូវខ្ញុំដាក់កន្លែងនេះហើយខ្ញុំ save ទៅ save អូខេចឹងអ្នកគ្នាមើលបាននៅកន្លែង download image ចឹងគេអត់អ្នកនេះជារូបភាពដែលយើងយករូបភាពធំដែលយើង select ហើយនេះដែលវាត្រូវការយើងលុបវាចេញទៅអូខេប៉ុណ្្នឹងឯងហើយមួយទៀត selection tool នេះអ្នកគ្នាអាចចុច mouse ស្ដាមហើយអ្នកគ្នាយក device slide ហើយអ្នកគ្នាអាចរើសបានហើយមុន default វាអត់មានគ្រីសទេអញ្ចឹងអ្នកគ្នាគ្រីសវាមកយើងយកបាន2ទៅ 2x2 ឬក៏ 2x3 ទៅ 2 3ដង 6អញ្ចឹងវាបាន6រូបអ្នកគេចុច OK ហើយអ្នកគ្នា file អ្នកគ្នា export ហើយអ្នកគ្នា save for web អញ្ចឹងមកហើយអ្នកគ្នារើសទីតាំងដូចគ្នារើសទីតាំងដាក់ទៅហើយ save អញ្ចឹងទៅហើយអូខេនេះស្មើវាចិនឈ្មោះគ្នាអញ្ចឹងខ្ញុំដាក់ folder មួយទៀតទៅ image អញ្ចឹងមកហើយ save អញ្ចឹងមកហើយ image ហ្នឹងមកឃើញអត់អញ្ចឹងយើងបាន6ហើយអូខេអញ្ចឹងមួយទៀតគឺយើងចូលទៅកាន់ slide selection tool slide selection tool គឺវា select ទាំងអស់អ្នកគ្នាចឹងវា select ទាំងអស់ចឹងអ្នកគ្នាមកស្ដាមអ្នកគ្នាយក device slide ដូចគ្នាជាមួយទៅនឹង selection tool គ្រាន់តែ selection គឺយើងប្រើបានច្រើនជាង slide យើងប្រើបានតែ device ហ្នឹងទេអូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងទាក់ទងទៅនឹងការប្រើប្រាស់ទៅលើប្រភេទ crop tool អូខេ sorry ទាក់ទងនឹងប្រភេទ crop tool នេះដែលយើងប្រើគឺយើងមាន4 tool នៅក្នុងវីដេអូបន្ទាប់គឺយើងនឹងសិក្សាអំពី frame អ្នកនរគ្នាចឹងឲ្យអ្នកគ្នាស្គាល់អំពីរបៀបដែលយើងអាចប្រើ frame អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងជួបខ្ញុំនៅវីដេអូបន្ទាប់